ជួនសង្គ្រាមបានបន្លឺឡើងធ្វើឲ្យមនុស្សគ្រប់គ្នាប្រមូលផ្ដុំដើម្បីគោរពទទួលរាជគ្រូវត្តមានកម្ពុជាភ្នំទាំង7នៃបកបានបង្ហាញខ្លួនម្ដងមួយស៊ូឈីងបានពិពណ៌នាទៅលើកម្ពុជាភ្នំនីមួយៗមានចំណុចពិសេសរៀងៗខ្លួនកម្ពុជាភ្នំទី1ហាត់ក្បាច់ដាវដែលដឹកនាំដោយតបចម្បាំងអាវក្រហមប្រយុទ្ធនិងការពារបកកម្ពុជាភ្នំទី2ជំនាញស្លថ្នាំផ្ដោតសំខាន់លើការព្យាបាលនិងបន្សាបពឹសកម្ពុជាភ្នំទី3ជំនាញមន្តអាគមខ្មៅបញ្ជាសាកសពខ្មោចកម្ពុជាភ្នំទី4ជំនាញបង្វឹកសត្វសាហាវយកធ្វើជាសិស្សទុកប្រយុទ្ធនៅក្នុងសង្គ្រាមកម្ពុជាភ្នំទី5ជំនាញខាងរាវក្បួនទី6ផលិតអាវុធនិងវត្ថុទឹកចំណែកកម្ពុជាភ្នំទី7ដែលដឹកនាំដោយចឹងខៃក៏ជាកម្ពុជាភ្នំតួឯកយើងស្ថិតនៅផងដែរមានតួនាទីបញ្ជាផ្ដល់កំណត់និងគ្រប់គ្រងរាល់សកម្មភាពនៃបកសូម្បីតែព្រះរាជគ្រូក៏សរសើរចឹងខៃផងដែរដោយចិត្តបំបីកម្រិតទៀតហើយរាជគ្រូបានរៀបរាប់អំពីសង្គ្រាមជាមួយនឹងសម្ព័ន្ធសហសពសមុទ្រដែលមានទ្រព្យសម្បត្តិដ៏មហាសាលនិងចែកជារង្វាន់ពាក់កណ្ដាលទៅដល់សិស្សគ្រប់រូបដែលបានចូលរួមនៅក្នុងសង្គ្រាមនេះស៊ូឈីងគ្មានការស្ទាក់ស្ទើរនៅក្នុងការចូលរួមសង្គ្រាមនេះទេព្រោះការសម្លាប់សម្ព័ន្ធសហសពសមុទ្របានបង្កើនធម៌ពលយ៉ាងខ្លាំងទៅដល់ក្បាច់ភ្លើងអរិយលេបវិញ្ញាណរបស់គេរាជគ្រូបានបើកលំហដឹកនាំសិស្សទាំងអស់ទៅធ្វើសង្គ្រាមជាមួយសម្ព័ន្ធសហសពសមុទ្រភ្លើងសង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅដោយវិជាកូនសិស្សទាំងនោះនៅមានកម្រិតពួកគេនិងស៊ូឈីងមានទូនីតិត្រឹមតែទៅបំផ្លាញទីតាំង teleport ដែលលាក់ខ្លួនរបស់សម្ព័ន្ធសហសពសមុទ្រប៉ុណ្ណោះស៊ូឈីងកំពុងតែហោះទៅរកកន្លែង teleport របស់សម្ព័ន្ធសហសពសមុទ្រប៊ីសនឹងត្រូវមួយដៃនៅក្នុងការប្រយុទ្ធរវាងព្រឹទ្ធាចារ្យនិងសម្ព័ន្ធសហសពសមុទ្រទៅហើយស៊ូឈីងបានទៅដល់តំបន់ teleport កំពុងលាក់ខ្លួនគាត់បានប្រើអេលៀនខ្មៅដើម្បីស្វែងរកទីតាំងទាំងនោះក្រោយរកឃើញទីតាំង teleport ហើយចំហាយវត្តមានរបស់សម្ព័ន្ធសហសពសមុទ្រក៏បានលេចចេញពីក្នុងនោះមកស៊ូឈីងបានលាក់ខ្លួនដើម្បីឆ្មក់សម្លាប់បិសាចនោះរួចស្រូបយកដួងវិញ្ញាណរបស់ពួកគេស៊ូឈីងមិនតបំផ្លាញ teleport នោះភ្លាមទេដោយសារតែគាត់ដឹងថាទីនេះនឹងមានបិសាចមកបន្តទៀតដូចនេះគាត់ក៏រងចាំដាក់អន្ទាក់សម្លាប់និងស្រូបយកដួងវិញ្ញាណម្ដងមួយព្រោះរាល់ការស្រូបនៅដួងវិញ្ញាណមួយបានបើកនៅរុនជីបចរនៅក្នុងខ្លួនរបស់គាត់មួយផងដែរការសម្លាប់បិសាចរង្គាលរហូតបានបើករុនជីបចរទី24ស្រាប់តែមានសម្ព័ន្ធសហសពសមុទ្រមួយរៀបចេញពីច្រក teleport នោះហើយបិសាចនេះមានកម្រិតវិជាគុណអណ្ដាតភ្លើងជីវិតរួមជាមួយនឹងសភាពពន្លឺអាត់កំបាំងដែលអាចចាត់ទុកបានថាជាគូប្រយុទ្ធដ៏លំបាកសម្រាប់ស៊ូឈីងត្រង់នេះសូមពន្យល់លម្អិតបន្តិចទៅលើសភាពពន្លឺអាត់កំបាំងបើទោះបីជាមានកម្រិតវិជាគុណស្មើគ្នាប្រសិនបើម្នាក់ទៀតបានបើកទៅលើសភាពពន្លឺអាត់កំបាំងគឺអាចសម្លាប់អ្នកដែលមានកម្រិតវិជាគុណស្មើគ្នានោះយ៉ាងងាយស្រួលនេះគឺជាលក្ខណៈពិសេសរបស់សភាពពន្លឺអាត់កំបាំងឃើញបែបនេះស៊ូឈីងមិនអាចឲ្យបិសាចមួយនោះចេញពីច្រក teleport បានឡើយគេបានដាក់មួយដៃដើម្បីបំផ្លាញទៅលើច្រកនោះធ្វើឲ្យវាបិទទៅវិញហើយបិសាចនោះបានខឹងសម្បាស៊ូឈីងយ៉ាងខ្លាំងនិងនិយាយថាអំបូរមនុស្សយើងនឹងចងចាំមុខឯងទុកពេលណាយើងបានចេញពីច្រកនេះថ្ងៃស្លាប់ឯងនឹងមកដល់ស៊ូឈីងបានប្រាប់អេលៀនខ្មៅទៅរកច្រក teleport ផ្សេងទៀតមានបិសាច3នាក់កំពុងតែដើរចេញពីច្រក teleport មួយទៀតស៊ូឈីងបានពួនរងចាំនៅលើច្រកនោះហើយក៏ចាប់ផ្ដើមចេញសកម្មភាពសម្រាប់បិសាចទាំងនោះភ្លាមតែម្ដងដែលធ្វើឲ្យគេបានបើករុនជីបចរទី25វត្តមានបិសាចដែលមាននៅសភាពពន្លឺអាត់កំបាំងក៏បានមកតាមច្រកនេះផងដែរស៊ូឈីងក៏បានបំផ្លាញច្រកដែលបិសាចនោះចេញមកជាលើកទី2បិសាចនោះបានគំរាមទៅកាន់ស៊ូឈីងថាជាឯងទៀតហើយយើងនឹងមិនលើកលែងឲ្យឯងទេស៊ូឈីងបន្តសម្លាប់តាមច្រកផ្សេងទៀតដើម្បីបើករុនជីបចររបស់គេទៅដល់26 27រហូតទៅដល់29ខ្វះតែមួយប៉ុណ្ណោះគេអាចបើកសភាពពន្លឺអាត់កំបាំងដែរហើយដំណើរប្រមាញ់របស់ស៊ូឈីងបានទៅដល់វិមានមួយជាតួនាទីរបស់អេលៀនខ្មៅដដែលនៅក្នុងការបើកផ្លូវនិងស៊ើបការឃើញថានៅខាងក្នុងវិមាននោះមានការប្រយុទ្ធរវាងសិស្សនៃកម្ពុជាភ្នំទី3ជាមួយនឹងបិសាចមឹកសិស្សនៃកម្ពុជាភ្នំទី3ក៏បានហៅឲ្យស៊ូឈីងប៉ុន្តែតួឯកយើងហាក់បីដូចជាមានការស្ទាក់ស្ទើរក្រោយសិស្សនៅកម្ពុជាភ្នំទី3ឲ្យសំណើ10000ត្បូងវេទមន្តស៊ូឈីងស្ទុះទៅសម្លាប់បិសាចមឹកនោះត្រឹមតែមួយដង្ហើមប៉ុណ្ណោះឈុតឆាកប្រយុទ្ធមិនទាន់ចប់នោះទេមូស៊ូនៃសម្ព័ន្ធសហសពសមុទ្រដែលមានកម្រិតវិជាគុណប្រហែលទៅនឹងតួឯកយើងចេញមកប្រយុទ្ធនៅទឹកទី2ជាមួយស៊ូឈីងស្មានតែពួកគេវាយគ្នាបែរជាសម្ដៅទៅសម្លាប់អ្នកដែលនៅពីក្រោយខ្នងរៀងខ្លួនទៅវិញព្រោះអ្នកទាំងពីរខ្វះរុនជីបចរមួយដូចគ្នានៅក្នុងការបើកសភាពពន្លឺអាត់កំបាំងក្រឡេកមកកាន់ច្រក teleport វិញបិសាចដែលស៊ូឈីងបានជួបពីដងនោះបានរៀបចេញពីច្រកនេះទៀតហើយបិសាចនោះបានប្រាប់ទៅមូស៊ូថាឲ្យការពារច្រកនេះចេញបានពេលណានឹងសម្លេះស៊ូឈីងចោលតែម្ដងកលតិស័កកាន់តែយ៉ាប់យ៉ឺនស៊ូឈីងបានទៅបង្ហើយលុយរាយសម្រាប់កូនបិសាចដោយជោគជ័យនៅក្នុងការបើកសភាពពន្លឺអាត់កំបាំងគេទទួលដឹងគ្រប់សកម្មភាព
គ្រប់ការដកដង្ហើមអារម្មណ៍ប្រៀបដូចជាខ្លួនគេបានរួមបញ្ចូលជាមួយនឹងធរណីនិងមេឃាសភាពពន្លឺអាត់កំបាំងក៏បញ្ចេញអំណាចមើលទៅមានអំណាចនិងកាចខ្លាំងណាស់មូស៊ូឃើញបែបនេះដកជក់យិនយ៉ាងដើម្បីបំបែកភាករត់តែម្ដងស៊ូឈីងនិយាយថាឯងរត់មិនរួចទេល្បឿននឹងធម្មពលនៃសភាពពន្លឺអាត់កំបាំងបានផ្ទុះស្រមោលបែកភាគរបស់មូស៊ូម្ដងមួយរហូតទៅដល់រូបពិតចុងក្រោយមូស៊ូសល់តែកំទេចសាកសពតែប៉ុណ្ណោះរីឯបិសាចដែលចេញពីច្រក Teleport នោះបានសួរទៅកាន់ស៊ូឈីងថាតើឯងត្រៀមពាក្យផ្ដាច់ផ្ដាំចុងក្រោយហើយឬនៅ